តើអ៊ីរ៉ង់បាត់បង់មេដឹកនាំនិងមន្ត្រីសំខាន់ៗប៉ុន្មានអ្នកហើយក្នុងសង្គ្រាមកាលពីថ្ងៃច័ន្ទទី6 ខែមេសា 2026 ប្រទេសអ៊ីរ៉ង់បានប្រកាសពីការបាត់បង់មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតហើយនោះគឺជាមេចារកម្មកងឆ្មាំបដិវត្តន៍ឈ្មោះ Sayyid Majid Kandimi ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារអាកាសរបស់អាមេរិកនិងអ៊ីស្រាអែលកាលពីព្រឹកព្រហៀមថ្ងៃអាទិត្យយោងតាមគេហទំព័រ NRP ចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើងនៅថ្ងៃទី28 ខែកុម្ភៈ 2026 មកការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាង50នាក់ហើយខាងក្រោមនេះជាមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់សំខាន់មួយចំនួនដែលបាត់បង់ជីវិតគិតត្រឹមថ្ងៃអង្គារទី7 ខែមេសាទី1លោក Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ទី2លោក Ali Samkhani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលនិងជាអតីតលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលទី3លោក Mohammad Pakpour អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមទី4លោក Abdul Rahim Mousavi អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ទី5លោក Azi Nasri Zades រដ្ឋមន្ត្រីក្រសួងការពារជាតិទី6លោក Ali Rajani អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលទី7លោក Smail Khatib រដ្ឋមន្ត្រីក្រសួងចារកម្មទី8លោក Majid Kandimi មេចារកម្មអ៊ីរ៉ង់ទី9លោក Ali Riza Tangseri មេបញ្ជាការកងទ័ពជើងទឹកទី10លោក Ali Mohammad Naini អ្នកនាំពាក្យកងទ័ពជើងទឹកទី11លោក Kola Merisa Salamani ប្រធានកងកម្លាំងបាសិកទី12លោក Ismail Hamadi អនុប្រធានកងកម្លាំងបាសិកក្រៅពីថ្នាក់ដឹកនាំកំពូលនិងមន្ត្រីជាន់ខ្ពស់ទាំងនេះយោធាអ៊ីស្រាអែលបានប៉ាន់ប្រមាណថាក៏មានទាហានអ៊ីរ៉ង់និងមេបញ្ជាការថ្នាក់ក្រោមចន្លោះពី 4000 នាក់ទៅ 5000 នាក់ដែរដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមមួយនេះ